Hello everyone បាទថ្ងៃនេះយើងមកជួបគ្នាសារជាថ្មីក្នុងការរៀននៅវេយ្យាករណ៍ភាសាអង់គ្លេសថ្ងៃនេះយើងរៀនអំពីការលុបចោលនិងand និងandគឺត្រូវបានគេលុបចោលមាន3ករណីទី1គឺវានៅពីមុខនាមពហុវចនៈទី2គឺនៅពីមុខនាមដែលมันអាចរាប់បានទី3គឺនៅពីមុខនាមឬពាក្យដែលនិយាយអំពីអាហាររបស់យើងបាទអញ្ចឹងយើងមកមើលចំណុចទី1 before plural noun ណានៅពីមុខនាមពហុវចនៈនាមអីគេពហុវចនៈបាទឧទាហរណ៍ថា a dog អញ្ចឹងឆ្កែមួយដល់យើងចង់និយាយថាឆ្កែច្រើនយើងថែម s ទៅលើ a dog នេះណាយើងថែម s ទៅលើ a dog នេះតបមកយើងបាន dogs អញ្ចឹងនេះត្រូវគេលុបចោល yes ឧទាហរណ៍ឲ្យទៀត nh សុទ្ធមួយគ្រាប់ដល់តានាមពហុវចនៈគេថែម s មកលើ h ណាពហុវចនៈរបស់ h គឺ h គេថែម s អញ្ចឹងសុទ្ធច្រើននេះគេថែម s អញ្ចឹងគេលែងហៅថា និងនេះត្រូវបានគេលុបចោលចំពោះពាក្យដែលជាពហុវចនៈអូខេអញ្ចឹងចំណុចទី2គឺជានាមដែលมันអាចរាប់បាននៅមុខនាមដែលมันអាចរាប់បានអញ្ចឹងនៅមុខនាមដែលมันអាចរាប់បានហ្នឹង uncountable noun ហ្នឹងមានអីខ្លះគឺនៅមុខពាក្យហ្នឹងគេត្រូវលុបនិង and ចោលលែងមានឧទាហរណ៍អី bread cream gold paper tea beer ណាអញ្ចឹងនៅមុខពាក្យទាំងអស់ហ្នឹងគេអាចលុបចោលដូចជាពាក្យ dust ណាធូលី ice ណាទឹកកក sand ខ្សាច់ water ទឹក clothes សម្លៀកបំពាក់ gin គឺជាប្រភេទសុរាមួយយ៉ាងដែលគេលាយដើម្បីផឹក jam គឺជាដំណាប់គេយកមកលាបនំប៉័ង soap សាប៊ូ wine ស្រា coffee ណា coffee កាហ្វេយើងហ្នឹង glass កញ្ចក់ oil ប្រេង stone ថ្ម wood ឈើណាមានច្រើនដែលជាពាក្យគេហៅថាពាក្យហ្នឹងអាចរាប់បានទេយើងអាចរាប់ bread two bread three bread យើងអាចរាប់អញ្ចឹងបានទេអញ្ចឹងគេអាចរាប់មិនអញ្ចឹងខ្ញុំឧទាហរណ៍ពាក្យទាំង6ខាងលើនេះក្រហមនេះអញ្ចឹងយើងត្រូវសេមិនគេរាប់ពេលមិនបានឧទាហរណ៍ bread គេអាចអត់ថា a bread អញ្ចឹងបានគេថា a slice of bread a slice of bread នំប៉័ងមួយចំណិតឬក៏ a loaf of bread នំប៉័ងមួយដើមឧទាហរណ៍ពាក្យទៀត cream ក្រែមយើងលាបយើងហៅថា a medicated cream បាទគឺក្រែមដែលសម្រាប់ព្យាបាលលាបអីមួយ gold the ring is made of gold the ring is made of gold បាទ gold នេះគឺមាសគេថា the ring ចិញ្ចៀននេះ
គឺធ្វើឡើងអំពីមាសអត់មានអើទេអត់អាចដាក់អើបានទេណា a gold necklace យកអើនេះមិនមែនដាក់សំដៅមុខ gold ទេដាក់អើនេះសំដៅខ្សែកមួយខ្សែនេះ a glass a necklace ណាខ្សែកមួយខ្សែតែខ្សែកហ្នឹង gold ជា adjective បំពេញន័យឲ្យ necklace អញ្ចឹងខ្សែកដែលធ្វើអំពីមាសមួយខ្សែណា a gold star ណាគឺផ្កាយដែលមានពណ៌មាសមួយផ្កាយមួយណាផ្កាយដែលមានពណ៌មាសមួយ yes or paper ឡើយនេះគេដាក់ a sheet of paper ណាក្រដាសមួយសន្លឹក tea នេះតែណាគឺថា a cup of tea ណាតែមួយពែង yes beer a bottle of beer ណា a bottle of beer ណា beer មួយដបគេថា a beer oh can you pass me a bottle of beer please ហុចប៊ីយ៉ាមកដបមក a glass of beer ណាប៊ីយ៉ាមួយកែវផឹក beer មួយកែវអូខេហើយគេនឹងแอนនឹងត្រូវបានលុបចោលនៅពេលណាទៀតគឺនៅមុខនាមអរូបីពាក្យនេះមានច្រើនណាមាន advice experience information ណា pity អាណិត beauty ស្អាត fear ភាពខ្លាចគឺមុខនាមអរូបីដូចជាពាក្យ advice experience information pity beauty fear hell knowledge suspicion ឧទាហរណ៍ I want some information ណាយើងថា I want a information ហ្នឹងអត់មានទេគេលុបចោលឧទាហរណ៍ I want some information យើងមិនអាចថា I want an information ទេអញ្ចឹង and គេលុបចោលហើយអត់មានប្រើនៅមុខពាក្យនឹងបានទេ I don't want any advice or help ខ្ញុំមិនចង់ផ្ដល់យោបល់ឬក៏ជួយអីទេ I want some information ខ្ញុំចង់បានព័ត៌មានមួយចំនួនចឹងនឹង and នៅមុខនេះត្រូវគេលុបចោលសម្រាប់ពាក្យអរូបីនេះ He has had no experience in this sort of work yes no experience ទេអត់មានត្រូវ and គេលុបចោលគេលែងអត់មានប្រើមុខពាក្យនឹងបានហើយពាក្យមួយចំនួនដូចជា some any no a little etc ហ្នឹងលក្ខណៈដូចជាពាក្យ a bit piece like ហើយគេបូកនឹង off ឡើងពីនេះ a bit of ណាគេប្រើ a bit of news គេអាចថា a new ចឹងបានណានៅមុខនាមអរូបីនេះចឹងគេយក a bit of news a grain of sand a pot of jam a pane of glass a sheet of paper a drop of oil a piece of advice yes ចំណុចទី3នៅពីមុខនាមដែលជាអាហាររបស់យើងឧទាហរណ៍ថា we have breakfast at night at 8យើងញ៉ាំអាហារពេលព្រឹកនៅម៉ោង8 He gave us a good breakfast គាត់បានផ្ដល់ឲ្យពួកយើងនៅអាហារពេលព្រឹកដ៏ឆ្ងាញ់ yes បាទព្រះសុមង្គលចំពោះការតាមដានរបស់លោកអ្នកនាងនិងបងប្អូនសិស្សានុសិស្សទាំងអស់បាទការរៀន article នឹង end មកដល់ពេលនេះសូមចប់តែប៉ុណ្ណេះហើយសូមតាមដានในការសិក្សា article the ដែលជា definite article បន្តទៀតសូមអរគុណ please
Thank you very much for watching. Please subscribe my channel.